លោកអាមៀសហេតអេរ៉ាវ៉ានីអគ្គរដ្ឋទូតប្រចាំអង្គការសហជីវជាតិបាននិយាយថារហូតមកដល់ពេលនេះក្មេងជនជាតិរង180នាក់បានបាត់បង់ជីវិតដោយសារតែសង្គ្រាមបង្កឡើងដោយសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីស្រាអែលហើយនឹងមានប្រជាជនជាច្រើនទៀតត្រូវបានរងរបួសសាលាច្រើនជាង20ត្រូវបានបំផ្លិចបំផ្លាញមន្ទីរពេទ្យហើយនឹងកន្លែងផ្សេងនិងមជ្ឈមណ្ឌលឆ្លើយតបផ្សេងទៀតត្រូវបានកំណត់គោលដៅរហូតមកដល់ពេលនេះមណ្ឌលសុខភាពចំនួន13ត្រូវបានគេវាយប្រហារការពីម្សិលមិញកីឡាស៊ីវិលផ្សេងទៀតហើយនឹងកន្លែងនីតិសម្បទានៅក្នុងទីក្រុងអ៊ីរ៉ានហើយនៅទីក្រុងផ្សេងទៀតត្រូវបានវាយប្រហារដោយដដែលយើងអំពាវនាវឲ្យរដ្ឋដែលជាសមាជិកដើម្បីថ្កោលទោសនៅការទន្ទ្រាននេះថាជាបទអក្រិតសកម្មសង្គ្រាមហើយនឹងចាត់វិធានការដើម្បីបញ្ឈប់នៅអក្រិតកម្មសង្គ្រាមនេះប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ានសង្គ្រាមដែលបង្កឲ្យមានបាត់បង់នៅសន្តិភាពនិងសុវត្ថិភាពក្នុងតំបន់និងអន្តរជាតិអង្គការសហប្រជាជាតិត្រូវតែចាត់វិធានការឲ្យបានច្បាស់ដោយគ្មានបង្អង់ភាពបរាជ័យដើម្បីចាត់វិធានការនឹងមានលទ្ធផលថ្ងៃនេះជាប្រទេសអ៊ីរ៉ង់ហើយថ្ងៃស្អែកអាចនឹងជា